ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូរបៀបចុះឈ្មោះនិងរបៀបដាក់លុយបាទអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញបងប្អូនសម្រាប់បងប្អូនថ្មីបាទដែលគាត់អត់ទាន់ចេះប្រើបាទអត់ទាន់ចេះចុះឈ្មោះអត់ទាន់ចេះដាក់លុយអញ្ចឹងណាបងប្អូនគេបាទហើយការចុះឈ្មោះចូលទៅប្រើ website ខ្មែរ MM គឺចូលតាមណាអញ្ចឹងណាបងប្អូនអរគ្នាបាទសម្រាប់បងប្អូនដែលគាត់អត់ទាន់ចេះតែសម្រាប់បងប្អូនដែលចេះហើយបងប្អូនបាច់មើលវីដេអូនេះក៏បានដែរអញ្ចឹងណាបងប្អូនគេបាទវីដេអូនេះគឺខ្ញុំធ្វើសម្រាប់បងប្អូនដែលទើបនឹងប្រើថ្មីគាត់អត់ទាន់ចេះអញ្ចឹងណាបាទអញ្ចឹងបងប្អូនអរគ្នាបាទ website ខ្មែរ MM គឺជា website ដែលប្រម៉ូទបងប្អូនគេបាទប្រម៉ូទអីក៏បានដែរមាន TikTok មាន YouTube Facebook Telegram Instagram Twitter អីជាច្រើនទៀតអញ្ចឹងណាបងប្អូនគេបាទដូចនៅក្នុង channel ខ្មែរ MM ដែលមាននេះវីដេអូបង្រៀនជាច្រើនអញ្ចឹងណាបងប្អូនគេបាទនេះមានច្រើនអញ្ចឹងទៅណាបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមធ្វើតែម្ដងណាបងប្អូនគេបាទអញ្ចឹងសូមចេញបន្តិចណាបងប្អូនគេបាទអញ្ចឹងសូមចេះបាទនេះបងប្អូនត្រូវតែមានChrome បងប្អូនគេបាទមាន Chrome ក៏បានបងប្អូនមាន Safari ក៏បានដែរសម្រាប់បងប្អូនប្រើ iOS ណាបងប្អូនគេបាទយើងអាចដាក់ចូលប្រើ website ខ្មែរ MM តាម Safari ក៏បាននិយាយទៅឲ្យតែជា browser ណាបងប្អូនគេបាទ browser អ្វីក៏យើងអាចចូលប្រើបានដែរណាបងប្អូនគេបាទអញ្ចឹងខ្ញុំសូមចុចចូល Chrome ទៅណាបងប្អូនគេបាទចុចចូល Chrome មកបាទបន្ទាប់មកទៀតបងប្អូនចុចកន្លែង search នេះណាបងប្អូនគេបាទ search នៅលើគេនេះណាបងប្អូនបាទហើយសេពាក្យថាខ្មែរ MM ណាបងប្អូនគេបាទសេខ្មែរ MM អញ្ចឹងមកបងប្អូនបាទ enter ទៅបងប្អូនបាទអញ្ចឹងវានឹង load ដល់បែបនេះបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចមើលនៅកន្លែងនេះបងប្អូនអូខេបាទខាងលើគេនេះគឺមាន website ខ្មែរ MM បងប្អូនអូខេបាទដែលមាន logo ពណ៌ខៀវនេះបងប្អូនអូខេបាទហើយមាន domain ខ្មែរ mm.com អញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនធ្វើការចុចទៅលើនឹងមកបងប្អូនអូខេបាទចុចលើនឹងមកបាទពេលដែលបងប្អូនចុចលើនឹងហើយគឺវាចេញជាតម្រងបែបនេះណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនយើងអាចអូសមើលព័ត៌មានបានបងប្អូនអូខេបាទនេះមាន user 30,000 នាក់ជាងបងប្អូនអូខេបាទហើយមានការវិជាទិញសរុបហ្នឹងប្រហែលជា2លានជាងហ្នឹងបងប្អូនអូខេបាទ2លានកន្លះបាទហើយ SV ហ្នឹងគឺមាន4823មានន័យថា4823បងប្អូនអូខេបាទអញ្ចឹងកុំឲ្យបរិយាយច្រើនពេកយើងចាប់ផ្ដើមបង្កើត account តែម្ដងបាទអញ្ចឹងពេលបងប្អូនចុចចូលអញ្ចឹងហើយគឺបងប្អូនចុចនៅកន្លែងនេះបងប្អូនអូខេបាទចុចកន្លែងនេះ sign up នេះបាទតែបើសិនជាបងប្អូនមាន Google account ហើយបងប្អូនគ្រាន់តែចុចលើនឹងទៅបងប្អូន log in ជាមួយ email បងប្អូនទៅតែក្នុងវីដេអូនេះខ្ញុំបង្ហាញតាក់ទងនឹងការបង្កើត account ដោយដៃបងប្អូនអូខេបាទអញ្ចឹងយើងចុចចូលកន្លែងនេះមកបងប្អូនអូខេបាទឬមួយក៏បងប្អូនចុចកន្លែងនេះក៏បានបងប្អូនអូខេបាទកន្លែងនេះក៏បានត្រេ3ចំក្រោមហ្នឹងបងប្អូនបាទចុចកន្លែងហ្នឹងក៏បានហើយបងប្អូនចុចកន្លែងនេះពាក្យថា sign up នេះបាទអញ្ចឹងគឺវា load ចូលកន្លែងហ្នឹងដូចគ្នាទេណាបងប្អូនបាទអញ្ចឹងយើងចុចលើនឹងមកបាទអញ្ចឹងពេលដែលបងប្អូនចុចលើនឹងហើយគឺវាចេញបែបនេះបងប្អូនអរគ្នាបាទវាមាន username មាន email មាន password មាន confirm password បាទអញ្ចឹងខ្ញុំនឹងបញ្ចូលបងប្អូនអំពីការដាក់ username email password ហ្នឹងបងប្អូនអូខេបាទអញ្ចឹង username យើងយកមកពីណាបងប្អូនយកមកពីណាក៏បានដែរបាទឈ្មោះបងប្អូនហ្នឹងបងប្អូនអូខេបាទឧទាហរណ៍ខ្ញុំបានរៀបចំ username រៀបចំអីរួចហើយណាបងប្អូនអូខេបាទអញ្ចឹងនេះបាទនេះ user នេះគឺខ្ញុំដាក់បែបនេះបងប្អូនអូខេបាទហើយ email ខ្ញុំដាក់បែបនេះហើយ password គឺខ្ញុំដាក់បែបនេះណាបងប្អូនបាទអញ្ចឹងបងប្អូនអរគ្នាបាទយើងធ្វើការបំពេញបាទបំពេញកន្លែងនេះមក username អីចឹងណាបងប្អូនអូខេបាទបំពេញមកបងប្អូន username ឧទាហរណ៍ឈ្មោះបងប្អូនអីគេធីតាអញ្ចឹងបងប្អូនមិនអាចដាក់ធីតាអញ្ចឹងបានទេដោយសារអីគឺមានឈ្មោះគេប្រើរួចហើយណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចដាក់ធីតាឲ្យបងប្អូនដាក់លេខ1 2 3ឬមួយក៏លេខប្រមាណស្រេចបងប្អូនទេណាបងប្អូនបាទស្រេចបងប្អូនទេបាទបើសិនជាយើងដាក់ធីតាអញ្ចឹងទៅទេនេះគឺដាក់បានទេដោយសារគេមានឈ្មោះអញ្ចឹងហើយណាបងប្អូនអូខេបាទអញ្ចឹងយើងដាក់ឈ្មោះខុសពីគេទើបយើងអាចបង្កើត account បានណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំធ្វើការទៅ copy យក username ដែលខ្ញុំបាន note ទុកបាទដើម្បីកុំឲ្យភ្លេចណាបងប្អូនអូខេបាទអញ្ចឹងសូមលើកទឹកចិត្តដល់បងប្អូនពេលបង្កើត account បាទ
បងប្អូនត្រូវកត់ទុកនៅ username កត់ទុកនៅ email កត់ទុកនៅ password ណាបងប្អូនអូខេបាទអញ្ចឹងដើម្បីកុំឲ្យយើងភ្លេចថ្ងៃក្រោយវាបាត់បង់ account អញ្ចឹងបងប្អូនអូខេបាទបាត់បង់ account គឺលុយយើងនៅនឹងមានឧទាហរណ៍1រៀលអីទៅយើងខាតបាត់ហើយបងប្អូនអូខេបាទអញ្ចឹងណាបាទអញ្ចឹងកត់ទុកបានត្រឹមត្រូវពេលយើងចុះឈ្មោះណាបងប្អូនបាទអញ្ចឹងខ្ញុំសូមស្កប់វីដេអូនេះបន្តិចខ្ញុំយកទៅផាសកុំឲ្យវែងពេកបងប្អូនអូខេបាទបាទខ្ញុំបានយកទៅផាសនៅក្នុងនេះរួចហើយបងប្អូនអូខេបាទ copy ពីនេះណាបងប្អូនអូខេពី note នេះណាខ្ញុំយកទៅផាសនៅក្នុងនេះរួចហើយណាបងប្អូនបាទអញ្ចឹងបងប្អូនយើងដាក់username មកដូចខ្ញុំបញ្ចូលពីខាងដើមវីដេអូអញ្ចឹងដាក់ email មកបងប្អូនបាទដាក់ password មកនិង confirm password មានន័យថាអា password ខាងលើនេះមិនគឺអាខាងក្រោមយើងយកដាក់ដូចគ្នាណាបងប្អូនអូខេបាទយើងដាក់ចាប់ពី8ខ្ទង់ឡើងទៅណាបងប្អូនបាទអញ្ចឹងបងប្អូនអ្នកគ្នាសូមបញ្ជាក់ផងដែរចំពោះ email នេះគឺយើងអាចដាក់ fake ក៏បានយើងដាក់ពិតក៏បានដែរបើមិនជាបងប្អូនអត់មាន email ទេបងប្អូនបង្កើត email មួយក៏បានឬមួយបងប្អូនចេះតែដាក់ email ហៅថា email คล้ายៗណាបងប្អូនគេបាទយើងចេះតែដាក់ទៅយើងឧទាហរណ៍យើងដាក់នេះយើងដាក់អីផ្សេងតែបងប្អូនអសអញ្ចឹងណាបងប្អូនគេបាទបងប្អូនដាក់មិនក៏ដាក់ទៅសម្រាប់ email ហ្នឹងបងប្អូនបាទហើយ username នេះគឺយើងមិនបាច់ដាក់ឈ្មោះយើងពិតក៏បានដែរណាបងប្អូនគេបាទយើងដាក់ fake ទៅបាទសម្រាប់បងប្អូនដែលចង់លាក់ព័ត៌មានអីចឹងណាបាទអញ្ចឹងបងប្អូនដាក់អីក៏ដាក់ទៅអត់មានថាងដាក់ខុសយើងចូលអត់បានទេណាបងប្អូនគេបាទយើងនៅតែចូលបានអោយតែយើងបានកត់ទុកនៅអាកន្លែងនេះត្រឹមត្រូវណាបងប្អូនគេបាទអញ្ចឹងសូមចាប់ផ្ដើមបន្តទៀតណាបងប្អូនគេបាទពេលដែលយើងបំពេញព័ត៌មានទាំងអស់នេះហើយយើងត្រូវចុចកន្លែងនេះបងប្អូនគេបាទចុចកន្លែងនេះមកតង់បងប្អូនបាទ am not robot បងប្អូនអូខេបាទចុចកន្លែងនេះមកណាកន្លែងនឹង am not robot មួយមកវាចេញបែបនេះបងប្អូនអូខេបាទបើសិនជាវាចេញគ្រីសបែបនេះមានន័យថាអូខេហើយណាបងប្អូនអូខេបាទតែបើសិនជាវាឲ្យយើងផ្ទាំងចែកណាបងប្អូនអូខេបាទផ្ទាំងអញ្ចឹងវាមានកឡោនអញ្ចឹងណាបងប្អូនអូខេបាទជិះគេឲ្យរើសអីគេឲ្យរើសទាអញ្ចឹងយើងចុចទាតាមគេទៅណាបងប្អូនអូខេបាទបើឲ្យរើសចន្ទើគេយើងចុចចន្ទើអញ្ចឹងទៅណាបងប្អូនអូខេបាទអញ្ចឹងយើងចាប់ផ្ដើមទៅមុខទៀតណាបងប្អូនបាទអញ្ចឹងពេលដែលយើងចុចអានេះហើយគឺយើងទៅច្រុចនេះម្ដងទៀតណាបងប្អូនអូខេបាទនេះបាទកន្លែងយល់ព្រមជាមួយនឹងលក្ខខណ្ឌណាបងប្អូនអូខេបាទអញ្ចឹងសម្រាប់បងប្អូនថ្មីអត់ទាន់ចេះអត់ទាន់ដឹងពីលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មបងប្អូនអាចចុចនៅកន្លែងនេះបងប្អូនអូខេបាទចុចកន្លែងនេះមកបងប្អូនបាទចុចកន្លែងនេះមួយមកបងប្អូនអានទៅបាទអានលក្ខខណ្ឌណាបងប្អូនអូខេបាទមានលក្ខខណ្ឌជាច្រើនបាទអញ្ចឹងមុននឹងប្រើបងប្អូនសូមអានលក្ខខណ្ឌជាមុនសិនណាបងប្អូនអូខេបាទអានលក្ខខណ្ឌជាមុនសិនទើបយើងប្រើទៅគឺវាអត់មានថាបញ្ហាអីចឹងណាបងប្អូនអូខេបាទឥឡូវវាឲ្យយើងចុច tick ម្ដងទៀតណាបងប្អូនអូខេបាទសារតែលើនាទីអញ្ចឹងណាបងប្អូនបាទចុចម្ដងទៀតមកបាទអញ្ចឹងវា tick ម្ដងទៀតអញ្ចឹងយើងចុចកន្លែង sign up នេះម្ដងទៀតណាបងប្អូនបាទចុចកន្លែង sign up មកបាទពេលដែលយើងចុចអញ្ចឹងហើយគឺវាលោតចូលដោយស្វ័យប្រវត្តិឲ្យបងប្អូនអូខេបាទលោតចូលដោយស្វ័យប្រវត្តិហើយអញ្ចឹងគឺមាន message ស្វាគមន៍មួយសម្រាប់បងប្អូនដែលទើបនឹងបង្កើតថ្មីបងប្អូនអត់ទាន់បានដាក់ប្រាក់អញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹង message alert មកប្រាប់បងប្អូនឲ្យដាក់ប្រាក់ជាមុនសិនទើបបញ្ជាទិញសេវាកម្មបានណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអរគ្នាយើងអាចចុចកន្លែងនេះក៏បានចុចសញ្ញាខ្វែងនេះក៏បានដែរណាបងប្អូនអូខេបាទចុចកន្លែងខ្វែងនេះក៏បានដែរបាទអញ្ចឹងពេលដែលយើងចុចកន្លែងនឹងហើយបងប្អូនអរគ្នាបងប្អូនអាចទៅដាក់លុយដោយផ្ទាល់បានណាបងប្អូនអូខេបាទអញ្ចឹងសូមចុចនៅកន្លែងនេះបងប្អូនអូខេបាទចុចកន្លែងនេះមកបងប្អូនបាទកន្លែងត្រេ3មកក្រោមហ្នឹងបងប្អូនបាទចុចលើនឹងមកបាទបន្តមកទៀតបងប្អូនចុចនៅកន្លែង add fund ណាបងប្អូនអូខេបាទចុចកន្លែង add fund ហ្នឹងមកបាទបន្ទាប់ពីបងប្អូនចុចកន្លែង add fund ហ្នឹងហើយបងប្អូនអូសទៅលើបន្តិចបងប្អូនអូខេបាទអញ្ចឹងវានឹងមានជម្រើសឲ្យបងប្អូនរហូតដល់ទៅ3ណាបងប្អូនអូខេបាទជម្រើសឲ្យបងប្អូនរហូតដល់ទៅ3ណាបងប្អូនបាទអញ្ចឹងបងប្អូននេះគឺសម្រាប់បងប្អូនដែលមានធនាគារទើបយើងអាចដាក់លុយចូលបានតាមនេះបងប្អូនអូខេបាទនេះមានធនាគារទើបយើងអាចដាក់លុយចូលបានប៉ុន្តែនៅពេលស្អែកខ្ញុំនឹងអាប់ដេតឲ្យបងប្អូនអាចដាក់លុយតាមការវេលុយបានបាទមានន័យថាបងប្អូនដែលអត់ទាន់មានធនាគារឬមួយក៏តំបន់បងប្អូនដាច់ស្រយាលអញ្ចឹងបងប្អូនអាចប្រើវិធីសាស្ត្រវេលុយបានណាបងប្អូនអូខេបាទ
ខ្ញុំនឹងបន្ថែម option មួយទៀតនៅខាងក្រោមនេះណាបងប្អូនអូខេបាទអាចនឹងដាក់ថាវេលុយតាមវិញតាម True Money តាមអីចឹងបងប្អូនអូខេបាទអញ្ចឹងគឺបងប្អូនអាចចូលកន្លែងហ្នឹងហើយអានលក្ខខណ្ឌទៅណាបងប្អូនអូខេបាទតែក្នុងវីដេអូនេះគឺបង្ហាញតទៅនឹងការដាក់លុយតាមធនាគារណាបងប្អូនបាទអញ្ចឹងយើងចុចលើនេះមកបងប្អូនអរគ្នាបាទចុចលើនឹងមកនិយាយទៅចុចលើទីនេះក៏បានមួយនេះក៏បានមួយនេះក៏បានអញ្ចឹងណាបងប្អូនអូខេបាទចុចមួយណាក៏បានដែរតែបងប្អូនទេណាបងប្អូនបាទអញ្ចឹងខ្ញុំចុចយកទី1នេះទៅបងប្អូនបាទចុចកន្លែងនឹងមកបាទបន្តមកទៀតបងប្អូនយើងចង់ដាក់លុយ50សេន1រៀល2រៀល3រៀលអីស្រេចបងប្អូនទេបាទតែក្នុងវីដេអូនេះគឺខ្ញុំដាក់លុយដែលចុចលើនេះតែម្ដងណាបងប្អូនអូខេបាទចុចលើចំនួនមួយណាក៏បានដែរបងប្អូនអូខេបាទចុចលើមួយណាក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចលើ$5វានឹងបាទកើត QR code មួយដែលមានតម្លៃស្មើនឹង$5បាទអញ្ចឹង QR code នេះបងប្អូនអាចថតយកទៅដាក់លុយទៅបងប្អូនអូខេបាទនៅក្នុងធនាគារមួយណាក៏បានដែរឲ្យបងប្អូនប្រើបាទ AAC Wing True Money e-money អីក៏បានដែរណាបងប្អូនអូខេបាទគ្រប់ធនាគារនៅខ្មែរយើងតែម្ដងណាបងប្អូនបាទហើយសូមបញ្ជាក់ផងដែរនៅពេលដែលបងប្អូន scan ដាក់លុយហើយគឺបងប្អូនអាចយកអា QR code ដែលយើងបង្កើតហ្នឹងដាក់លុយម្ដងទៀតបានទេណាបងប្អូនអូខេបាទយើងត្រូវតែបង្កើត QR code ថ្មីទើបយើងដាក់ប្រាក់ទៅចូលបាទសម្រាប់បងប្អូនដែលយកអា QR code ដដែលហ្នឹងទៅដាក់ម្ដងទៀតគឺអត់ចូលទេណាបងប្អូនអូខេបាទអញ្ចឹងដោយសារតែ QR code នេះខ្ញុំទើបតែបង្កើតថ្មីអញ្ចឹងហើយគឺមិនទាន់បានប្រើពីមុនទេណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំអាចយកទៅដាក់បានបាទពេលខ្ញុំយកទៅដាក់រួចហើយលុយនឹងចូលអា QR code ហ្នឹងគឺយើងមិនអាចប្រើបានទៀតទេបាទតើតែយើងបង្កើតថ្មីទើបយើងអាចយកទៅដាក់លុយម្ដងទៀតបានណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនចំណាំណាបាទអញ្ចឹងសុំថតមួយអញ្ចឹងខ្ញុំយកទៅ pay នៅក្នុងធនាគារបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចរងចាំបន្តិចខ្ញុំសូមស្កប់វីដេអូនេះបន្តិចខ្ញុំនឹងបកមកវិញណាបងប្អូនអូខេបាទពេលដែលបងប្អូនចុច scan ឬមួយក៏ upload QR code ចូលធនាគារហើយបងប្អូនគឺវាស្មើនឹងតម្លៃ QR code របស់យើងគឺ$5ណាបងប្អូនអូខេបាទអញ្ចឹងយើងអាចកែប្រែអីទៅនឹងបានទេណាបងប្អូនបាទយើងគ្រាន់តែចុច pay នេះតែម្ដងណាបងប្អូនអូខេបាទចុច pay នេះកន្លែងនេះណាបងប្អូនអូខេបាទចុចបង់ប្រាក់អីចឹងទៅណាបងប្អូនបាទចុចកន្លែងនឹងមកអញ្ចឹងបងប្អូន scan QR នេះជាស្រ័យ scan រយៈដៃឬមួយក៏បងប្អូនវាយលេខកូដបងប្អូនចូលទៅអញ្ចឹងយើងអាច pay លុយបានហើយបាទអញ្ចឹងយើងបាន pay លុយចំនួន$5បងប្អូនអូខេបាទនេះបាទអញ្ចឹងបងប្អូនអាចថយមកវិញបានណាបងប្អូនបាទថយមកកាន់ website ខ្មែរ MM របស់យើងបានបាទបើសិនជាវាចេញបែបនេះគឺវាយើង reference ចាំមកវានឹងដំណើរការធម្មតាហើយបាទអញ្ចឹងលុយដែលយើងដាក់មិញហ្នឹងគឺ$5បងប្អូនអូខេបាទជាស្រ័យយើងដាក់លុយមិញគឺ$5ណាបងប្អូនបាទអញ្ចឹងបងប្អូនអ្នកគ្នាគឺលុយចូលហើយបាទលុយចូលហើយណាបងប្អូនអ្នកគ្នាបាទអញ្ចឹងឧទាហរណ៍បងប្អូនប្រើអស់$5ហ្នឹងឬមួយក៏ចង់ដាក់ប្រាក់ថែមបងប្អូនអាចចុចនេះបង្កើត QR code ម្ដងទៀតណាបងប្អូនគេបាទចុចបង្កើតភ្លាមយកទៅដាក់ភ្លាមដូចមិញអញ្ចឹងចុច$5បាទ$5ដាក់$5ទៅបាទបើសិនជាដាក់$15ឬមួយក៏$3អីបងប្អូនអាចចុចទៅលើ QR code ដែលមានតម្លៃប៉ុណ្ណឹងបានណាបងប្អូនគេបាទអញ្ចឹងគឺយើងយកទៅដាក់ទៀតបានបាទត្រូវតែដាក់បង្កើត QR code ថ្មីរហូតនៅពេលបងប្អូនចង់ដាក់ប្រាក់អញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងដូចបងប្អូនអានការណែនាំនេះបន្តិចទៅបងប្អូនអូខេបាទដើម្បីកុំឲ្យលុយអត់ចូលណាបងប្អូនអូខេបាទតែដាក់ QR code ដែរគឺលុយអត់ចូលទេណាបងប្អូនបាទអញ្ចឹងនេះបងប្អូនអាចបញ្ជាទិញបានហើយណាបងប្អូនអូខេបាទឧទាហរណ៍ខ្ញុំសូមបង្ហាញតទៅនឹងការបញ្ជាទិញនៅ Live TikTok បន្តិចទៅបងប្អូនអូខេបាទអញ្ចឹងឧទាហរណ៍បងប្អូនចង់ទិញ Live TikTok បងប្អូនចុចលើ TikTok មកហើយបងប្អូនចុចលើ TikTok Live បាទហើយកន្លែងនេះយើងដាក់ link ទៅកន្លែងនេះយើងដាក់ចំនួនបន្ទាប់មកទៀតយើងចុចបាទបន្ទាប់មកទៀតយើងចុច submit ណាបងប្អូនអូខេបាទអញ្ចឹងយើងនៅទទួលបានជោគជ័យហើយបងប្អូនអូខេបាទអញ្ចឹងវីដេអូរបរៀនគឺមានច្រើនទៀតខ្ញុំអានេះខ្ញុំបញ្ចូលខ្លីៗទៀតបងប្អូនអូខេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអូខេបាទបើសិនជាបងប្អូនអត់យល់បងប្អូនអាចធ្វើការខាវីដេអូទៅក្រោយឬមួយក៏ធ្វើឡើងវិញបងប្អូនអូខេបាទដើម្បីឲ្យយល់ងាយស្រួលសម្រាប់បងប្អូនអញ្ចឹងណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ